រាល់ថ្ងៃខំប្រឹងណាស់ដើម្បីតស៊ូនឹងជីវិតយ៉ាងស្វិតស្វាញទាំងថ្ងៃទាំងយប់ប៉ុន្តែនៅតែមានអារម្មណ៍ថាដូចខ្វះអីម្យ៉ាងនៅក្នុងជីវិតរកសេចក្តីសុខផ្លូវចិត្តអត់ឃើញអ្នកប្រហែលជាគិតថាជីវិតទាមទារឲ្យមានឡានទំនើបឡានសេរីថ្លៃឬក៏មានទ្រព្យសម្បត្តិហូរហៀចាយវាយមិនអស់ឬក៏អ្នកអាចគិតថាតើមានទៀងស្អាតដូច model ទៅជីវិតមានន័យពិតមែនណាប្រសិនបើអ្នកមានគំនិតបែបហ្នឹងអ្នកប្រហែលជាគិតថាមនុស្សជោគជ័យទាំងអស់ពួកគាត់អត់ដែលមានជួបបញ្ហាអីនៅក្នុងជីវិតរបស់គាត់ហ្នឹងតែគំនិតបែបហ្នឹងមិនត្រឹមត្រូវទេមនុស្សជោគជ័យឬក៏មនុស្សមិនជោគជ័យក៏ដោយតែងតែមានបញ្ហារៀងៗខ្លួនជាក់ស្ដែងមនុស្សដែលរីករាយពិតប្រាកដគឺមិនព្រោះអ្វីៗនៅជុំវិញខ្លួនពួកគេល្អទាំងអស់ទេតែព្រោះពួកគេជ្រើសរើសមានទស្សនៈវិជ្ជមានចំពោះជីវិតពួកគាត់រៀនសប្បាយចិត្តនឹងជីវិតដែលមិនល្អឥតខ្ចោះរបស់ពួកគាត់ចឹងអ្វីដែលត្រូវរៀនសូត្រថ្ងៃហ្នឹងគឺកុំចាំតន់តែជីវិតល្អឥតខ្ចោះទើបអ្នកអាចរីករាយបានរៀនពេញចិត្តនឹងផ្លែផ្កាបន្តិចបន្តួចនៃជីវិតទោះបីជាអ្នកមានឡានមិនទំនើបឬក៏គ្មានឡានក៏ជីវិតត្រូវតែរីករាយត្រូវផ្លាស់ប្ដូរទស្សនៈដែលមើលទៅកាន់បញ្ហានៅក្នុងជីវិតគិតថាវាគឺជាកាដូឬក៏ជាមេរៀនសម្រាប់ជីវិតទៅ